ផ្ញើលិខិតមានន័យយ៉ាងម៉េចដោយសារក្រុមហ៊ុនជាប់ពាក់ព័ន្ធនឹងសំណុំរឿងព្រំទុនប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ធនាគារបានបង្ហាញភ្លើងសម្រាប់ចិត្តចាប់ផ្ដើមលាក់ខណ្ឌសងប្រាក់មុនការកំណត់សម្រាប់កម្ចីទាំងអស់ស្អីគេលើសកម្ចីមិនក៏ពួកគេឆ្លៀតឱកាសបែបនេះមិនមែនតែធនាគារទេអ្នកផ្គត់ផ្គង់វត្ថុធាតុដើមកំពុងបិទផ្លូវនៅជាន់តដីទាលុយសូម្បីតែសន្តិសុខក៏ខាត់មិនជាប់លោកចេនម៉ូកុំមកនិយាយរឿងសេចក្តីថ្លែងការណ៍សាធារណៈជាមួយខ្ញុំឥឡូវនេះក្នុងករណីក្រុមសូម្បីតែប្រាក់ខែក្រោយក៏គ្មានលុយបាត់ដែរលីវមេងស្លាប់បាត់ហើយតែបំណុល30លាននេះតើអ្នកណាជាអ្នកសងអាយ៉ាអ្នកទាំងអស់គ្នាកុំភ័យខ្ញុំមានវិធីខ្ញុំនឹងទៅរកអ្នកវិនិយោគបន្ថែមទៀតរកអ្នកវិនិយោគលោកនាយកចេនឥឡូវនេះក្នុងរង្វង់ចំនួនគេកំពុងតែល្បីថាក្រុមហ៊ុនយើងគ្រប់គ្រងញ៉ៃញ៉ៃហើយថែមទាំងមានមនុស្សស្លាប់ទៀតអ្នកណាហ៊ានលួចពេលថ្ងៃនេះមានតែ3ថ្ងៃទេបើក្រុមហ៊ុនគ្មានលុយថ្មីចូលក្រុមហ៊ុនត្រូវតែដាក់ពាក្យខ្សែធនដល់ពេលនោះបំណុលរួមដែលអ្នកជំពាក់មួយជីវិតនេះអ្នកក៏សងមិនរួចដែរមិនមែនទេខ្ញុំសម្ដែងបានល្អណាស់បើមិនស្គាល់គាត់ទេខ្ញុំស្ទើរតែជឿហើយមិញខាងប៉ូលីសថាព្រោះភស្តុតាងទាំងអស់ត្រូវភ្លើងឆេះបំផ្លាញអស់ដូច្នេះឈិនមឹកមានសុវត្ថិភាពបណ្ដោះអាសន្នមនុស្សដូចឈិនមឹកនេះដើម្បីរស់គាត់អាចសម្ដែងគ្រប់រឿងច្បាប់ប្រហែលជាគ្មានវិធីជាមួយគាត់ទេឡើយធ្វើជាខ្លាចអ្នកមើលគាត់ក្នុងព័ត៌មានទៅទោះបីជាធ្វើពុតជាស្ងប់ស្ងាត់ក៏ដោយតែភ្នែកគាត់ទេឥឡូវលីវមេងស្លាប់ហើយគាត់រុញបន្ទប់ទោសក៏គិតថាគ្មានអ្វីបារម្ភទៀតឆោតល្ងងឥឡូវធនាគារដល់ប្រាក់កម្ចីម្ចាស់ភាគហ៊ុនបង្ខំគាត់ដូចបាសីភ័យខ្លាចតាមចិត្តវិជាថានៅពេលមនុស្សម្នាក់ស្ថិតក្រោមសម្ពាធខ្លាំងនិងភាពតានតឹងរបាំងការពារផ្លូវចិត្តរបស់គាត់ងាយរងគ្រោះបំផុតពេលនេះរាល់ការផ្លាស់ប្ដូរបន្តិចបន្តួចអាចក្លាយជាចម្បាំងដែលបំបាក់គាត់បានអញ្ចឹងកុំឲ្យគាត់មានឱកាសដកដង្ហើមអ្នកទៅណាទៅធ្វើជាអតីតភរិយាដ៏ល្អម្នាក់នៅពេលគាត់ត្រូវគេបោះបង់ចោលគ្មានផ្លូវទៅខ្ញុំនឹងផ្ដល់ភាពកក់ក្ដៅចុងក្រោយឲ្យគាត់មានតែធ្វើឲ្យគាត់ពឹងផ្អែកលើខ្ញុំពិតប្រាកដទើបខ្ញុំអាចបញ្ជូនគាត់ទៅនរកដោយផ្ទាល់ដៃអាឡូលីសុងខ្ញុំបាទលោកចេនលុយបណ្ដោះអាសន្នដែលអ្នកនិយាយលើកមុនអាឡូឈួតមែនបងវាងបងអាចឲ្យខ្ញុំខ្ចី5លានសម្រាប់បង្វិលបានទេខែក្រោយលុយខ្ញុំចូលខ្ញុំនឹងសងបងភ្លាមគ្មានទេលោកចេនមិនមែនខ្ញុំមិនជួយទេគឺដោយសារគេឈ្មោះរបស់អ្នកឥឡូវនេះទាំងរឿងមនុស្សស្លាប់ទាំងរឿងស្រីក្មេងខាត់បងខ្លាំងពេកហើយអាពូអុកតេញ៉ូពីមុនពួកវាដើរតាមខ្ញុំជាប់ហើយខ្ញុំថាបងឥឡូវឃើញខ្ញុំធ្លាក់ខ្លួនម្នាក់រត់លឿនជាងខ្មោចទៅទៀតជប់និយាយទៅអ្នកមកធ្វើអីខ្ញុំឮថាក្រុមហ៊ុនកំពុងជួបការលំបាកខ្ញុំគិតថាម៉ោងនេះអ្នកប្រហែលមិនទាន់ញ៉ាំបាយទេខ្ញុំបានខ្ចប់នំប៉ាវយកមកជូនអ្នកមិនស្អប់ខ្ញុំទៅមិនក៏ខ្ញុំមិនស្អប់អ្នកទៅប៉ុន្តែខ្ញុំឃើញក្នុងកម្មវិធីថានាងស្លាប់បាត់ហើយស្លាប់យ៉ាងវេទនាទៀតខ្ញុំស្រាប់តែមានអារម្មណ៍ថាអ្វីទាំងអស់លែងសំខាន់ទៀតហើយស្ងាត់ស្ងៀមយ៉ាងណាក៏ដោយយើងទាំងពីរអ្នកធ្លាប់ជាប្តីប្រពន្ធនឹងគ្នាខ្ញុំឃើញអ្នកឥឡូវត្រូវគេបោះបង់ចោលទាំងអស់ខ្ញុំក៏មិនសប្បាយចិត្តដែរខ្ញុំធ្លាប់ធ្វើបាបអ្នកយ៉ាងហ្នឹងអ្នកមានចិត្តល្អយ៉ាងនេះខ្ញុំធ្លាប់ធ្វើបាបអ្នកយ៉ាងហ្នឹងអ្នកមានចិត្តល្អយ៉ាងនេះកុំមកពុតត្បុតធ្វើជាចិត្តល្អសិនស៊ីនកុំស្មានថាខ្ញុំមិនស្គាល់អ្នកអីការលេងលេះគ្នាអ្នកយំស្ទើរតែស្លាប់ឥឡូវខ្ញុំឃើញអ្នកចង់មកមើលងាយខ្ញុំមែនទេឬមួយអ្នកដាក់ថ្នាំពុលក្នុងនំប៉ាវនេះចង់បញ្ជូនខ្ញុំទៅជួបលីវមេងមែនទេស្ងាត់ស្ងៀមខ្ញុំអាក្រក់ដល់ថ្នាក់នឹងក្នុងចិត្តអ្នកមែនទេបើខ្ញុំចង់ឲ្យអ្នកស្លាប់ខ្ញុំគ្រាន់តែអង្គុយមើលទូរទស្សន៍នៅផ្ទះទៅបានហើយមើលពួកម្ចាស់បំណុលបង្ខំអ្នករហូតដល់ខ្ញុំមើលប៉ូលីសចាប់អ្នកទៅហេតុអីខ្ញុំត្រូវមកទទួលពាក្យសម្ដីបែបនេះអ្នកគ្រាន់តែចង់ឃើញខ្ញុំវិនិច្ឆ័យដោយភ្នែកខ្លួនឯងវាធ្វើឲ្យអ្នកសប្បាយចិត្តណាស់មែនទេព្រោះខ្ញុំមិនអស់ចិត្តខ្ញុំស្អប់អ្នកក្បត់ចិត្តស្អប់អ្នកបោះបង់ប្រពន្ធដាំចោលពួកគេស្អប់ជាងនេះទៅទៀតគឺស្រីម្នាក់នោះជាអ្នកបង្កគឺដោយសារនាងទៅក្រុមហ៊ុនខ្លាយជាបែបនេះព្រោះតែគាត់ធ្វើឲ្យអ្នកលងស្នេហ៍គាត់ខ្លាំងពេកធ្វើឲ្យអ្នកឥឡូវនេះដូចមនុស្សឈួតឈិនម៉ូខ្ញុំមិនចង់ឃើញស្រីដែលស្លាប់នោះ
បំផ្លាញអ្នកទាំងស្រុងទេអ្នកពិតជាគិតបែបនេះមែនទេខ្ញុំដឹងអ្នកខ្លាចខ្ញុំលេងល្បិចមែនទេឥឡូវអ្នកជឿហើយមែនទេខ្ញុំគ្រាន់តែជាមនុស្សល្ងងម្នាក់ជាអតីតភរិយាដែលទ្រាំមើលអ្នករងទុក្ខមិនបានទោះបានលុយហើយក៏យ៉ាងមិនដែរស្អែកពេលថ្ងៃរះធនាគារនៅតែបិទកន្នីក្រុមហ៊ុនគុតគង់នៅតែមកបិទទ្វារលុយនៅទីនេះមិនច្រើនទេមាន50,000ខ្ញុំអស់សង្ឃឹមមានប្រយោជន៍អីសូម្បីតែការប្រាក់ក្រុមហ៊ុនគុតគង់ក៏បង់មិនរួចដែរស៊ិនស៊ីនអ្នកល្ងងពេកហើយបំណុលខ្ញុំឥឡូវនេះរាប់សិបលានលុយអ្នកប៉ុណ្ណឹងបោះចូលទៅក៏មិនកាត់ការដែរឈិនម៉ូខ្ញុំដឹងថាលុយនេះមិនគ្រប់ទេតែអ្នកគិតបានល្អិតល្អន់ម្ដងទៀតមើលអ្នកពិតជាគ្មានអ្វីសោះមែនទេអ្នកចង់និយាយអីវីឡាដែលអ្នករស់នៅឡានស្ពណ៌ដែលអ្នកបើកនិងភាគហ៊ុនដែលអ្នកបានទិញពីមុនមិនបានទេទាំងនោះជាកាត់ចុងក្រោយរបស់ខ្ញុំបើក្រុមហ៊ុនខ្សែធនខ្ញុំត្រូវពឹងលើរបស់ទាំងនេះដើម្បីរស់នៅពេញមួយជីវិតអាចប៉ះបានឈិនម៉ូមិនអ្នកគិតមិនយល់អីចឹងពេលក្រុមហ៊ុនខ្សែធនតុលាការនឹងរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់អ្នកដើម្បីសងបំណុលឡានផ្ទះរបស់អ្នកនឹងត្រូវលក់ដេញថ្លៃថោកដល់ពេលនោះអ្នកនឹងមិនបានលុយមួយកាក់ទេគួរតែអ្នកលក់វាជាសាច់ប្រាក់ហើយទុកលុយនៅក្នុងដៃខ្លួនឯងនេះជាលុយសុទ្ធអ្នកយកលុយនេះទៅលួងលោមក្រុមហ៊ុនគុតគង់ដែលប្រញាប់បំផុតឲ្យតែក្រុមហ៊ុននៅតែដំណើរការល្អឡានផ្ទះទាំងនោះអាចទិញវិញបានត្រូវជំនួសឲ្យតុលាការរឹបអូសខ្ញុំលក់ខ្លួនឯងល្អជាងលក់ឡានបានជាង1លានហើយផ្ទះខ្ញុំបានដាក់បញ្ចាំបាន8លានមុខទាំងលុយលក់ភាគហ៊ុនខាត់ទៀតរួមបានជិត12លានទោះជាយ៉ាងណាបំណុលនៅខ្វះច្រើនតែខ្ញុំគ្រាន់តែដោះស្រាយដំណាក់កាលដំបូងបើ Jessica គិតថាខ្ញុំគ្មានហានិភ័យគាត់នឹងវិនិយោគ400លានឲ្យខ្ញុំមិនខានខ្ញុំដឹងថាអ្នកមានវិធីដោះស្រាយអ្នកពិតជាពូកែណាស់ឧបសគ្គធំប៉ុណ្ណឹងក៏អ្នកឆ្លងកាត់បានដែរប្រពន្ធភរិយាដើមនៅតែល្អជាងគេឆ្លងកាត់រឿងរ៉ាវជាច្រើនទីបំផុតក៏មានតែអ្នកទេដែលនៅក្បែរខ្ញុំអាឡូ Jessica ខ្ញុំក៏ពិតជាចង់តាក់ទងអ្នកដែរលោកចេញបញ្ហាក្រុមហ៊ុនដោះស្រាយអស់ហើយឬនៅអ្នកកុំបារម្ភក្រុមហ៊ុនឥឡូវធម្មតាទាំងអស់គ្មានបញ្ហាអ្វីបន្តិចសោះអីចឹងខ្ញុំអស់បារម្ភហើយតាមពិតខ្ញុំតែងតែជឿជាក់លើសមត្ថភាពរបស់អ្នកអ្នកពិតជាមានស្មារតីមែនពិតមែនហើយអ្នកពិតជាមានចក្ខុវិស័យមែនអីចឹងលុយវិនិយោគ400លានរបស់យើងនោះមិនមែនទេគ្រាន់តែឥឡូវនេះមានឱកាសល្អមួយដែលកម្រមានណាស់មិនដឹងថាអ្នកមានចំណាប់អារម្មណ៍អត់ឱកាសនេះជាការសំខាន់មួយនៅក្នុងដៃឯកជនរបស់ខ្ញុំគម្រោងរូបិយប័ណ្ណឌីជីថលថាមពលថ្មីនៅបរទេសកំពុងធ្វើការទិញលក់ផ្ទៃក្នុង PayPal អត្រាផលចំណេញខ្ពស់ណាស់រយៈពេលខ្លីអ្វីដែលសំខាន់បំផុតគឺបើយើងអាចចូលរួមគ្នាយកចំណែកនៃគម្រោងនេះក្រុមប្រឹក្សាភិបាលឃើញទុនរបស់អ្នកកម្លាំងនិងចក្ខុវិស័យវិនិយោគការអនុម័តវិនិយោគ400លាននោះនឹងត្រូវបានអនុម័តជាពិសេសមិនខានថែមទាំងអាចចូលកណ្ដីបានក្នុងរយៈពេល2ថ្ងៃទៀតផងចុះកម្រិតនៃគម្រោងនេះប៉ុន្មានដែរដោយសារតែវាជាការទិញលក់ផ្ទៃក្នុងចាប់ពី20លានឡើងទៅបើខ្ញុំមិនគិតពីទំនាក់ទំនងរបស់យើងទេ10លានយន់ខ្ញុំក៏អាចជួយអ្នកទៅចរចាជាមួយសង្យោបានដែរនេះចាត់ទុកថាជាការបង្ហាញពីភាពស្មោះត្រង់និងកម្លាំងរបស់អ្នកជាង10លានខ្ញុំមានឲ្យតែអាចសម្រេចកិច្ចសហប្រតិបត្តិការធំរបស់យើងបានលុយប៉ុណ្ណឹងមិនអីទេខ្ញុំវិនិយោគបានល្អណាស់លោកឆឹងពិតជាមានភាពក្លាហានអញ្ចឹងខ្ញុំផ្ញើកន្នីឯកជនទៅអ្នកត្រូវចូលកន្នីមុនយប់នេះត្រូវជាប់អន្ទាក់រស់បាន12លានហើយមិនខ្វះ1សេនទេគាត់ពិតជាឈ្គួតមែនគាត់ហ៊ានលេងល្បែងនេះទោះខាត់អស់ទ្រព្យក៏ដោយពិតជាបានផ្ទេមែនតែស៊ីងលុយច្រើនណាស់ចុះបើឈិនមកដឹងខ្លួនហើយដឹងប៉ូលីសវិញនេះជាការបោកប្រាស់ណាចំនួនច្រើនណាស់តើយើងនឹងជាប់គុកទេនឹងជាប់អ្វីដែលយើងធ្វើនេះសុទ្ធតែខុសច្បាប់ហើយពេលរឿងនេះចប់ខ្ញុំនឹងទៅសារភាពហើយបរិច្ចាគលុយនេះជូនរដ្ឋអរគុណឲ្យតែមានអ្នកទទួលខុសត្រូវរឿងទាំងអស់នេះអ្នកបានធ្វើគ្រប់គ្រាន់សម្រាប់ខ្ញុំហើយតាំងពីខ្ញុំបាត់បង់កូនជីវិតខ្ញុំគ្មានន័យទៀតទេដូច្នេះអរគុណអ្នកទាំងអស់គ្នាអរគុណឥឡូវឈិនម៉ូផ្ទះគាត់បាត់ហើយឡានគាត់ក៏បាត់ដែរលុយសន្សំចុងក្រោយក៏អស់ដែរ
ក្រុមហ៊ុននៅជំពាក់បំណុលវ៉ាន់ទៅទៀតឥឡូវគាត់ខ្លាយជាអ្នកក្រីក៏ទាំងស្រុងហើយនៅមិនគ្រប់គ្រាន់ទេអ្នកចង់ធ្វើអ្វីយើងគ្រប់គ្រងអ្នកទាំងអស់លុយគ្រាន់តែជាជំហាន